ស្វាយមួយផ្លែនៅកូរ៉េស្មើនឹងស្វាយប្រហែលជា3 ទៅ 4 គីឡូនៅខ្មែរហើយអាស្វាយដែលឆ្ងាញ់ទៀតនៅខ្មែរហើយស្វាយនៅកូរ៉េបងប្អូនតម្រាំទៅដាច់ចិត្តហ៊ានទៅទិញស្វាយមួយផ្លែនឹងញ៉ាំអើយមើលលែងតម្លាក់ចុះពីបៃដងមិនហ៊ានទិញញ៉ាំចុះវារៀងថ្លៃមួយ5,500 វ៉ុន5,500 វ៉ុនមកយើងគិតជាលុយដុល្លារវា$4 $5ហើយ$4 $5យើងទិញស្វាយនៅខ្មែរយើងហូបមកហល់ហើយនៅសល់សឹងមកកញ្ឆែងទៀតណាហើយចង់បានថ្លៃលោកអើយថ្លៃហើយដល់ពេលយើងជាមនុស្សទៅលាប់ចូលចិត្តញ៉ាំម្ជូរបងប្អូនចឹងទូទៅបងប្អូនដឹងថាជនជាតិខ្មែរយើងទូទៅចូលចិត្តញ៉ាំម្ជូរចឹងដល់ពេលយើងឃើញទុកទឹកមាត់មិនបានទេលោកអើយអត់ដើរកាត់ស្វាយហូតទឹកមាត់ច្រោកហើយឃើញស្វាយវាថ្លៃពេកវាហួសប្រមាណពេកតែដល់ពេលដាច់ចិត្តអាមិនដាច់ទឹកឃ្លានណាចូលចិត្តទិញញ៉ាំទៅតែពេលញ៉ាំស្វាយនឹងម្ដងនឹកដល់ខ្មែរលោកអូធ្លាប់ឡើងទុំដល់លើដើមបេះអាដើមផ្ទាល់បុកមកទេហូបផ្ទាល់អូឆ្ងាញ់ណាស់ហើយគ្មានអស់លុយសូម្បីតែ100នៅនេះវិញមិនទេ